បន្ទាប់ពីសែនឆេមេងរួចហើយមានអារម្មណ៍ខ្លួនឯងថាដូចជាធុញជ្រូកខ្វៃមន់ទាគោក្របីសេះកងានដល់ហើយទំហំតែវិភាគសាគ្នាត្រូវចិត្ត2ម៉ោងនិយាយចុះនិយាយឡើងកំរិចគ្នាថាមកហុកមីហិលតែម្ដងពួកអីខានយូរណាហើយមុននឹងមកខ្ញុំធ្វើការជិះដើរលេងមួយផ្លែតសិនបាទជិះទៅជិះមកក៏ជួបកន្លែងកាហ្វេ corner ប៉ុន្តែអត់បានចូលទេដោយសារមនុស្សច្រើនពេកបាទមកមុខទៅទៀតគឺមកដល់កន្លែងមីហិលស្រាច់តែម្ដងហើយបន្ទាប់ពីមកដល់ហើយខ្ញុំធ្វើការផ្ញើម៉ូតូហើយខ្ញុំក៏បានធ្វើដំណើររបស់ខ្ញុំចូលដល់កន្លែងលក់មីហិលតែម្ដងហើយសម្រាប់មីហិលថ្ងៃនេះគឺមិនសូវជាមានមនុស្សច្រើនប្រហែលទេបាទដោយសារខ្ញុំឲ្យពួកគាត់បាទទៅដើរលេងនៅឯបាទសេះសមុទ្របាញ់ទឹកបាទក៏ដូចជាទឹករំការរកមកហើយអញ្ចឹងហើយថ្ងៃនេះខ្ញុំហៅមីហិលរៀងលឿនដែរចង់និយាយអញ្ចឹងណាសម្រាប់កន្លែងលក់គាត់ថ្ងៃនេះគឺប្លែកមែនតើបងប្អូនបាទដោយសារបុគ្គលិករបស់គាត់គឺមានបាទសម្លៀកបំពាក់បែបប្រពៃណីបាទបុរាណអញ្ចឹងណាដោយសារបាទគៀកចូលឆ្នាំខ្មែរបាទមានអារម្មណ៍ថាមួយយ៉ាងដែរបងប្អូនបាទមើលទៅសោះស្អាតតំណងបាទសម្រាប់មីហិលថ្ងៃនេះគឺបាទកំង3ចានបាទរសជាតិគឺបាទ7កម្រិត6កម្រិតហើយនឹង0កម្រិតបាទដោយសារមានក្មេងៗចំនួន2នាក់អញ្ចឹងហើយពួកគាត់មិនចេះហិលទេសម្រាប់មីហិលពេលដែលខ្ញុំមកញ៉ាំម្ដងគឺមិនដែលភ្លេចទេជាមួយនឹងទឹកជ្រលក់បាទដោយសារទឹកជ្រលក់របស់គាត់គឺឆ្ងាញ់បាទត្រូវគ្នាមែនទែនបាទជាមួយនឹងប្រហិតក៏ដូចជាបាទគ្រឿងសមុទ្ររបស់យើងបាទយើងញ៉ាំបដើបាទយើងលក់ជ្រលក់បណ្ដើបាទហត់ទឹកមកគ្រូបបណ្ដើនិយាយតែពីជាតិណាបងប្អូនអើយបាទដោយសារហេងខានយូរណាមួយយើងបាទនៅផ្ទះវិសាច់ច្រើនពេកមន់ទាបាទជូកខ្វៃអីយើងដាក់ឡើងចូលហើយអញ្ចឹងយើងចង់ផ្លែកមន់បន្តិចបាទរត់មករកមីហិលបាទទូចរបស់ខ្ញុំក៏ចេះមីហិលដែរហើយបន្ទាប់ពីបន្ទាប់ទូចហ្នឹងក៏ចេះមីហិលដែរនិយាយទៅគ្រួសារទូចរបស់ខ្ញុំបាទគឺត្រូវគ្នាបាទដើរត្រូវគ្នាបាទឲ្យតែលឺមីហិលគឺប្រុចតែម្ដងបាទមិនបងអងយូរទេបងប្អូនបាទហើយសម្រាប់មីហិលថ្ងៃនេះគឺម៉ត់ឡេវតែម្ដងបាទមួយចានហើយអស់ទាំងទឹកអស់ទាំងការអស់ទាំង sting មួយដបទៀតបាទហើយត្រូវគ្នាមែនតើបាទជាមួយ sting ពេលដែលយើងហូបក្តៅបាទយើងដាក់ sting ទឹកកកត្រជាក់គឺត្រូវគ្នាខ្លាំងមែនតើនិយាយពីថាថ្ងៃនេះគឺណែនពោះក្បងតែម្ដងបងប្អូនបាទ sting មួយកែវបាទមីហិលមួយចានអស់ទាំងទឹកអស់ទាំងកាកទៀតបាទហើយសម្រាប់វីដេអូមីហិលថ្ងៃនេះមានតែប៉ុណ្្នឹងទេបងប្អូនបាទអរគុណច្រើនមែនតើសម្រាប់ការទស្សនាជូនពរសំណាងល្អសុខភាពល្អក្នុងការចូលឆ្នាំខ្មែរទាំងអស់គ្នា